ក្រងឆ្អឹងរិស័យរបស់យើងមើលនៅក្នុងតួថ្ងៃរបស់យើងប្រភេទធាតុដីយើងកើតក្នុងថ្ងៃធាតុដីរិស័យខាងលើចាថ្ងៃកើតរបស់យើងនៅក្នុងតួរិស័យខាងលើធាតុដីដកក៏ដោយដីបូកក៏ដោយចាតែជាប្រភេទក្រងឆ្អឹងរិស័យរឹងមាំនៅក្នុង App Destiny គឺបង្ហាញបែងចែកជាពីរតើរិស័យរបស់យើងជាប្រភេទក្រងឆ្អឹងរិស័យរឹងឬក្រងឆ្អឹងរិស័យខ្សោយចាអញ្ចឹងបើសិនជាក្រងឆ្អឹងរិស័យរឹងមាំអ្នកធាតុដីនៅពេលដែលក្រងឆ្អឹងរិស័យរឹងមាំធាតុដែលគាត់ត្រូវការគឺធាតុមាសធាតុទឹកធាតុឈើធាតុមាសគឺជាធាតុ relax ចាធាតុនៃភាពរីករាយធាតុនៃភាពសប្បាយចិត្តធាតុនៃភាពនៃការនៃភាពរីកចម្រើនធាតុគឺចង់ការក្រងទុកនៅធ្វើអីមួយគឺក៏កើតអ្វីដែលថ្មីចាអាហ្នឹងគឺធាតុមាសចាឧទាហរណ៍ថាយើងចង់ទៅចរចាការងារពាក់ព័ន្ធនឹងគម្រោងអីមួយចាគម្រោងស្គិតសិក្សាពីគម្រោង master plan អីមួយយើងពាក់ខោធាតុមាសចោះសម្រាប់អ្នកដែលកើតនៅក្នុងថ្ងៃធាតុដីចាប៉ុន្តែយើងទៅចរចារឿងលុយកាក់វិញចាទៅទៅនឹងលុយកាក់ commission ឬមួយក៏ប្រាក់ខែឬមួយក៏ចរចារឿងទិញដីលក់ដីឲ្យពាក់ខោពណ៌ធាតុទឹកពាក់ខោពណ៌ធាតុទឹកហ្នឹងគឺពណ៌ខ្មៅពណ៌ខៀវទឹកប៊ិចឬផ្ទៃមេឃចាខ្មៅខៀវទឹកប៊ិចនិងផ្ទៃមេឃហ្នឹងនៅពេលដែលយើងទៅចរចាការងារហ្នឹងបានន័យថារឿងដែលយើងចរចារឿងលុយកាក់ហ្នឹងណាគឺសម្រាប់ហើយពួកដោយសារយើងពាក់កៅអៅពណ៌លុយពណ៌លៀបរបស់យើងអញ្ចឹងបើសិនជាករណីយើងកើតនៅក្នុងថ្ងៃធាតុដីប្រភេទរឹងមាំចាចៃដន្យយើងមើលនៅក្នុង30ថ្ងៃមួយខែមាន30ថ្ងៃអញ្ចឹងនៅក្នុងនោះវាមានថ្ងៃធាតុទឹកច្រើនថ្ងៃដែរចាយើងមើលថ្ងៃហ្នឹងថ្ងៃធាតុទឹកថ្ងៃធាតុទឹកបានតែថ្ងៃហ្នឹងថ្ងៃហេងរបស់យើងអញ្ចឹងនៅពេលថ្ងៃហេងរបស់យើងថ្ងៃលៀបរបស់យើងពាក់កៅអៅពណ៌ធាតុទឹកចេញទៅជួបចរចាការងារអីមួយចង្កាយើងអត់រំពឹងថាយើងនឹងបាត់ការងារហ្នឹងតែចៃដន្យចង្កាចេញទៅកាហ្វេជួបមិត្តភក្តិ9ធ្វើការងារនេះមួយទៅបានជាលុយកាក់ចាអញ្ចឹងយើងត្រូវតែចេញនៅក្នុងថ្ងៃលៀបរបស់យើងចាបើសិនជាយើងចេញក្នុងថ្ងៃឆុងវានឹងជួបរឿងសយមកយើងចាយើងកាត់ធាតុដីតែយើងឆុងជាមួយធាតុភ្លើងតែចៃដន្យថ្ងៃហ្នឹងថ្ងៃធាតុភ្លើងគេណាត់យើងទៅជួបការងារចាយើងបកាច់មិនបានទៅចាយើងបកាច់អត់បានទេចាអញ្ចឹងយើងរើសថាយើងទៅម៉ោងណាយើងរើសម៉ោងធាតុមាសទៅតែគាត់ថាម៉ោងធាតុមាសគេអត់តនេទេចាគេតនេតែម៉ោងធាតុដីឬម៉ោងធាតុភ្លើងគេថាម៉ោង11ម៉ោងធាតុភ្លើងឬម៉ោង10ក៏ម៉ោងធាតុភ្លើងដែរតែយើងពាក់កៅអៅពណ៌ធាតុមាសឬក៏ពាក់កៅអៅពណ៌ធាតុទឹកក៏បានដែរអញ្ចឹងបើយើងយកលៀបអូខេពាក់កៅអៅពណ៌ធាតុទឹកគេណាត់យើងម៉ោងភ្លើងយើងទៅស៊ីលៀបគេតែហ្នឹងអញ្ចឹងយើងឧទាហរណ៍ដូចករណីមិនអញ្ចឹងយើងដីត្រូវការទឹកតែគេណាត់យើងថ្ងៃធាតុភ្លើងហើយម៉ោងភ្លើងទៀតគេណាថ្ងៃភ្លើងថ្ងៃឆុងម៉ោងភ្លើងថ្ងៃឆុងតែភ្លើងខ្លាចអីភ្លើងខ្លាចទឹកយើងស៊ីទឹកជាលៀបទៅពាក់កៅអៅពណ៌ធាតុទឹកទៅស៊ីភ្លើងហ្នឹងអញ្ចឹងចាអញ្ចឹងបាននិយាយថាក្បួននេះនៅពេលដែលយើងដឹងគឺយើងបត់បែនបានចំណុចមួយទៀតអង្គុយបែរមុខទៅទិសធាតុទឹកទៀតតែឲ្យបានមុនគេយើងនឹងអង្គុយទៅបែរមុខទៅទិសធាតុទឹកទិសធាតុទឹកគឺទិសខាងជើងបើគេណាត់យើងថ្ងៃសោយធាតុហេងរបស់យើងគឺធាតុទឹកពាក់កៅអៅពណ៌ធាតុទឹកអង្គុយបែរមុខទៅទិសខាងជើងគឺធាតុលៀបរបស់យើងចាទោះជាយើងមិនបាន 100% ក៏យើង 50% ដើម្បីការពារខ្លួនយើងដែរចាអញ្ចឹងចំណុចនេះហើយនិយាយថានៅពេលដែលយើងដឹងធាតុលៀបរបស់យើងគឺល្អមែនទែនពួកយើងដឹងពីចំណុចខ្លាំងនៃចំណុចខ្សោយរបស់យើងហើយយើងដឹងថា flow ជីវិតរបស់យើង flow ដើរជីវិតយើងគួរដើរបែបណាតែបើករណីអ្នកធាតុទឹកគេអត់យើងរងថ្ងៃល្អម៉ោងល្អពេលកើតបានម៉ោងទឹកគឺម៉ោងយប់ទៅយកម៉ោងឃ្លាំងទឹកទៅគឺម៉ោង7ទៅម៉ោង9គឺម៉ោងឃ្លាំងទឹកហ្មងចាហ្នឹងចរចាគឺចេញលៀបគឺលៀបធំណាត់គេនៅក្នុងម៉ោង7ទៅម៉ោង7ទៅម៉ោង9ទៅហើយរិស័យខ្សោយធាតុដីហេងរបស់គាត់ធាតុត្រូវការរបស់គាត់គឺធាតុភ្លើងនិងធាតុដីខ្លួនឯងតែធាតុដែលហេងលេខ1គឺធាតុភ្លើងចាអញ្ចឹងហើយបើសិនជាកិនយើងកើតនៅក្នុងថ្ងៃធាតុដីប្រភេទក្រុងឆ្អឹងរិស័យខ្សោយដេសនីគេបង្ហាញថាធាតុដីរបស់យើងគឺធាតុភ្លើងនិងធាតុដីប៉ុន្តែរវាងធាតុពីរហ្នឹងធាតុណាដែលជាធាតុលេខ1គឺធាតុភ្លើងគឺធាតុអាវក្រោះការពារយើងធាតុម៉ែដែលជួយ support យើងធាតុដែលអ្នកគ្រប់គ្រងយើង support ការងារគ្រប់យ៉ាងមួយទៀតគេហៅថាធាតុសុខភាពធាតុដីដែលខ្សោយទៅការធាតុភ្លើងគឺជួយទាំងសុខភាពភ្លើងជួយទាំង support ការងារភ្លើងជួយទាំងពីសតិបញ្ញាការគិតរបស់យើងឲ្យគិតក្នុងផ្លូវដែលវិជ្ជមានហើយជាអាវក្រោះការពារយើងនឹងគឺសំខាន់មែនទែនអញ្ចឹងអ្នកដែលកាត់ធាតុដីខ្សោយងាយស្រួលទេមិនបាច់វែកងាយធាតុលៀបបន្លាបទេប្រើតែធាតុម៉ែគឺលេខ1ទី2គឺប្រើធាតុដីខ្លួនឯងអញ្ចឹងធាតុលៀបលេខ1របស់ដីគឺធាតុភ្លើងស្រាប់ដីខ្សោយហើយនឹងធាតុទូខ្លួនឯងបានន័យថាបើយើងឧទាហរណ៍ណាបើយើងកំពុងតែខ្សោយតុនណាយើងមិនចេះដើរផងអ្នកណាដែលបរិញ្ញាយើងដើរគឺម្ដាយរបស់យើងចាអញ្ចឹងអ្នកដែល support យើងគឺម្ដាយរបស់យើងគេមកវាយយើងអ្នកដែលការពារយើងក៏ម្ដាយរបស់យើងដែរហ្នឹងអញ្ចឹងហ្នឹងអ្នកដែលដីខ្សោយតែដីខ្សោយមួយទៀតគេប្រើថារិស័យរបស់យើងគឺត្រូវធាតុទូខ្លួនធាតុដីខ្លួនឯងស្មើនឹងមិត្តភក្តិរបស់យើងចាព្រោះដើរម្នាក់ឯងតុនខ្សោយមានមិត្តភក្តិម្នាក់មកជួយការពារគេវាយមិត្តភក្តិការពារអញ្ចឹងរបៀបបែបហ្នឹងគឺបានន័យថាគាត់ដើរធ្វើអីក៏ដោយដើរជាក្រុមចាបានជោគជ័យអ្នកដែលក្រុងឆ្អឹងរិស័យខ្សោយអានេះតិចនិចមួយអ្នកដែលការក្រុងឆ្អឹងរិស័យខ្សោយជាធាតុណាក៏ដោយគ្រប់ធាតុទឹកក៏ដោយធាតុឈើក៏ដោយធាតុភ្លើងក៏ដោយធាតុដីក៏ដោយធាតុមាសក៏ដោយប្រភេទក្រុងឆ្អឹងរិស័យខ្សោយដើរតែឯងអត់រឹងមាំទេយើងគិតទៅភាពជាក់ស្ដែងអ្នកដែលក្រុងឆ្អឹងរិស័យខ្សោយស្មើនឹងខ្លួនយើងខ្សោយចឹងដល់ពេលខ្លួនយើងខ្សោយចេញទៅងាយនឹងសួរប៉ះចេញក្នុងសង្គមសាច់ដល់មនុស្សតែម្នាក់គេមកវាយយើងវាយមិនឆ្នះគេផងចាតែបើយើងក្រុងឆ្អឹងរិស័យរឹងមាំមកពីអ្នកយើងក៏វាយគេឆ្នះដែរអាហ្នឹងគឺអញ្ចឹងប្រភេទក្រុងឆ្អឹងរិស័យខ្សោយដើរតែឯងគឺហានិភ័យមិនថាជាការងាររកស៊ីក៏ដោយការគិតក៏ដោយបានន័យថាអ្នកដែលក្រុងឆ្អឹងរិស័យខ្សោយធាតុម៉ែគឺខ្សោយ
ដល់ពេលធាតម៉ែក៏តិច support អត់គ្រប់គ្រាន់គឺស្មើនឹងការគិតមិនទាន់ពេញលេញអញ្ចឹងយើងត្រូវការអ្នក support គឺអាចជាតួម៉ែគឺធាតដែលត្រូវការអ្នក support មួយទៀតគេអាចជាគូមិត្តឬក៏គូដណ្ដើមលៀបមានមិត្តភក្តិខ្លះមកលក្ខណៈមក support មិត្តភក្តិខ្លះមកលក្ខណៈ support ឲ្យបាញ់ផលលៀបតែប្រភេទក្រុងឆ្អឹងរិស័យគឺបានទាំងពីរតែយើងធ្វើអីយើងការងារខ្លួនឯងយើងម្នាក់ឯងយើងធ្វើអត់ជោគជ័យធំទេតែបើយើងចង់ជោគជ័យធំតោះយើងសហការគ្នាចាមានម្ដាយយើងនៅ support យើងពីក្រោយគេថាមានអ្នកគេហៅមេយើង support យើងពីក្រោយធាតម៉ែហ្នឹងស្មើនឹងមេស្មើនឹងអ្នក support ពីក្រោយស្មើនឹងមនុស្សដែលគេគ្រប់គ្រងយើងហ្នឹងគឺធាតម៉ែធាតគូមិត្តស្មើនឹងកល្យានមិត្តដែលគេមក support យើងអញ្ចឹងអ្នកដែលក្រុងឆ្អឹងរិស័យខ្សោយគឺបែបហ្នឹងអញ្ចឹងធាតដីយើងមើលដីចង់ទៅស៊ីលៀបមិនបើខ្ញុំឧទាហរណ៍ជាក់ស្ដែងដើម្បីឲ្យមើលថាហេតុអីបានអ្នកធាតដីទឹករឹងមាំស៊ីទឹកជាលៀបខ្ញុំឧទាហរណ៍ទឹកមួយស្រះចាទឹកស្រះមួយយើងចង់លុបស្រះលុះត្រាតែយើងមានដីច្រើនជាងទឹកដីច្រើនជាងស្រះធំជាងស្រះអញ្ចឹងដល់ពេលយើងចាក់ទៅបំពេញគឺលុបទឹកអស់លេងមានអសល់ដីអញ្ចឹងខាស់ទឹកអស់អញ្ចឹងដីស៊ីទឹកចាចៃដន្យយើងមានទឹកមួយស្រះប្រភេទក្រុងឆ្អឹងរិស័យខ្សោយណាដីយើងមានតែបបកាចាក់ចូលទៅដីអស់ស្រះនៅស្រះទឹកនៅតែទឹកចាក់ដីនឹងណៃណាដីបបកាទៅចាក់លុបហ្មងចាអញ្ចឹងដើម្បីយើងចង់លុបស្រះនឹងមួយលុះត្រាយើងប្រមូលដីគ្នាយើងមកប្រមូលដីគ្នាយើងប្រហែលអាកម្មម៉ាស់ប្រហែលនេះមក100 ឡាន200 ឡានគឺយើងលុបស្រះបានហើយចាអញ្ចឹងប្រភេទបែងចែករិស័យរឹងមាំនិងរិស័យខ្សោយគឺបែបនេះអញ្ចឹងការរកស៊ីដូចគ្នាអ្នកដែលរកក្រុងឆ្អឹងរិស័យរឹងមាំនិងក្រុងឆ្អឹងរិស័យខ្សោយគឺខុសគ្នាអ្នកដែលក្រុងឆ្អឹងរិស័យខ្សោយរកស៊ីជាហ៊ុនគឺជោគជ័យធំអ្នកដែលក្រុងឆ្អឹងរិស័យរឹងមាំរកស៊ីជាហ៊ុនភាគច្រើនទៅគេដណ្ដើមផលលៀបករណីអ្នកដែលរិស័យធាតរឹងមាំបានតែក្រុងឆ្អឹងរឹងមាំឧទាហរណ៍ដីធាតដីក៏ដោយធាតភ្លើក៏ដោយធាតមាសក៏ដោយធាតទឹកធាតឈើក៏ដោយដែរក្រុងឆ្អឹងរិស័យរឹងមាំបើករណីយើងហ៊ុនទី1យើងត្រូវតែជាមេសិទ្ធសម្រាប់ជាយើងបើមិនអញ្ចឹងទេគ្រោះថ្នាក់ណាស់ព្រោះគ្នាស្អីខ្សោយយើងមើលថាតើអ្នកណាដែល support គាត់អញ្ចឹងអ្នកខ្សោយអ្នកដែលចូលមក support យើងមាន2ទី1កល្យានមិត្តទី1គូដណ្ដើមលៀបចាមិត្តដែលមកដណ្ដើមលៀបអញ្ចឹងកល្យានមិត្តមកគឺ support ឲ្យយើងអស់ពីចិត្តគូដណ្ដើមលៀបមក support តែដៃផលលៀបពីយើងប៉ុន្តែទាំងពីរហ្នឹងល្អទាំងពីរដោយសារអីហ៎មក support យើងទាំងពីរគ្រាន់តែគេត្រូវទៅមើលថាគេមានខ្លះដោយសារគេហត់ដែរឧទាហរណ៍រឿងធនាគារមួយដេញថ្លៃបាន support នឹងការ loan ឲ្យក្រុមហ៊ុនមួយតែចៃដន្យក្រុមហ៊ុនមួយហ្នឹងគឺ loan ទៅការលុយច្រើនណាអញ្ចឹងធនាគារគាត់គឺមិនមានលុយគ្រប់គ្រាន់ក្នុងការ loan ឲ្យគេទេអញ្ចឹងគាត់ទៅសហការជាមួយធនាគារមួយទៀតដែលជាគូប្រកួតប្រជែងមួយគាត់អញ្ចឹងមកធ្វើ loan មួយគ្នាឲ្យបែងផលលៀបឲ្យគ្នាខេសប្រយោជន៍បានឯខ្លួនហ្នឹងគឺខេសក្រុងឆ្អឹងរិស័យខ្សោយ